សម្រាប់សួរខ្ញុំបាទឈ្មោះអូនផាណាជាអ្នកឆានរថយន្ត T03 ពីកម្មវិធីទីពណ៌ឆានរថយន្តហើយថ្ងៃនេះខ្ញុំមកចែកម្លែកបទពិសោធន៍ដែលខ្ញុំបានប្រើប្រាស់3ខែជាមួយនឹងរថយន្ត T03 មួយនេះចំពោះចំណាប់អារម្មណ៍របស់ខ្ញុំចំពោះឡាន T03 នេះគឺមានច្រើនមែនទែនឡាននេះទូចអញ្ចឹងយើងប្រើក្នុងក្រុងអីស្រួលផ្លូវឆ្អៀតមុំអីក៏យើងអាចទៅបានដែរប៉ុន្តែទូចមែនប៉ុន្តែជន់បានអត់អីអត់ជាបញ្ហាទេហើយសម្រាប់ពណ៌ខាងក្នុងរថយន្តវិញធ្វើឲ្យយើងមានអារម្មណ៍ថា fresh ដោយសារយើងបើកទ្វារមកពណ៌រៀងសលាយកាឈូកចេញមកគឺភ្លឺស្អាតហ្មងបាទហើយចំពោះភ្លើងក៏ពេលយើងបើកបោកពេលយប់ក៏វាភ្លឺខ្លាំងម៉ាស៊ីនត្រជាក់ទោះបីបើកពេលថ្ងៃក៏ត្រជាក់ខ្លាំងដែរហើយមានកាមេរ៉ាក្រោយដើម្បីពេលយើងចុះចតមកយើងស្រួលមើលហើយកាមេរ៉ាក្រោយហ្នឹងមិនមែនថាមើលតែពេលចុះចតទេសូម្បីតែពេលយើងបើកបោបដាក៏យើងអាចមើលកាមេរ៉ាក្រោយបានដែរសម្រាប់ឡានអគ្គិសនីនេះតូចមែនតែរ៉េងបានរហូតដល់310គីឡូហើយសាកលើផ្ទះក៏បានសាកតាមស្ថានីយ៍ក៏បានហើយស្ថានីយ៍សាកឥឡូវច្រើនមែនទែនយើងអាចសាក fast charge បានឃើញឡានតូចចឹងតែអាចសាក fast charge បានមកពេញអាចថាអស់តែ$6អីទេហើយបទពិសោធន៍ខ្ញុំផ្ទាល់ជិះបានខ្ទង់មួយអាទិត្យទៅ10ថ្ងៃជាចុងក្រោយខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាមកតេស្តរថយន្តផ្ទាល់ T03 នេះនៅ showroom របស់ក្រុមហ៊ុន Leap Motor នៅលើផ្លូវ60ម៉ែត្រផ្ទាល់តែម្ដងព្រោះឡាននេះមានច្រើនពណ៌ហើយក្រុមហ៊ុនក៏គេមានឡានសម្រាប់ឲ្យយើងតេស្តអត់គិតថ្លៃដែរបើសម្រាប់ពណ៌មួយបន្ថែមបងប្អូនអាចតាក់ទងមកលេខទូរស័ព្ទនៅខាងក្រោមនេះបានណាអរគុណច្រើន